សូមជូនរឿងក្មេងប្រុសនាងថ្មប្រាសាទยักษ์នៅក្នុងសម័យមួយមានប្រាសាទបុរាណមួយដ៏ធំស្កឹមស្កៃលាក់ក្នុងព្រៃក្រាស់យ៉ាងដ៏អាតកំបាំងចំកណ្ដាលព្រៃដ៏ស្កឹមស្កៃនៅទីនោះក្មេងប្រុសម្នាក់ឈ្មោះមៀតធ្វើការជាអ្នករៀនឆ្លាក់ថ្មមៀតមិនសូវចូលចិត្តការងារនេះទេព្រោះវាគួរឲ្យធន់ចុះហេតុអ្វីបានជាយើងត្រូវធ្វើឲ្យថ្មទាំងនេះមើលទៅដូចជាមានជីវិតមៀតសួរខ្លួនឯងថ្ងៃមួយមៀតបានដើរចូលក្នុងប្រាសាទយ៉ាងជើគេបានឃើញមុខยักษ์ថ្មដ៏ធំមួយยักษ์នេះមើលទៅដូចជាកំពុងយំមៀតគិតមៀតមានអារម្មណ៍អាណិតថ្មยักษ์នោះគេបាននិយាយទៅកាន់ថ្មยักษ์ថាគុំសោកសៅអីยักษ์ថ្មខ្ញុំនឹងនៅទីនេះជាមួយអ្នកចាប់ពីថ្ងៃនោះមករៀងរាល់ល្ងាចមៀតតែងតែមកនិយាយលេងជាមួយថ្មยักษ์ជារៀងរាល់ថ្ងៃគេបាននិយាយប្រាប់ថ្មยักษ์ពីរឿងវាគ្រប់យ៉ាងដែលបានកើតឡើងក្នុងភូមិ Wow, this fruit is so sweet. This statue must be ancient. Imagine the stories it could tell. มีឃើញថ្មยักษ์មានប្រឡាក់គេបានយកក្រមាទៅជូតសម្អាតស្លែចេញពីមុខនិងត្រចៀករបស់ยักษ์គេធ្វើវាដោយទន់ភ្លន់និងយកចិត្តទុកដាក់មិត្តភ័ក្តិរបស់មៀតចូលចិត្តលេងសើចណាស់ស្រីនាងបានហៅមៀតឲ្យទៅលេងជាមួយគ្នាប៉ុន្តែមៀតមិនទៅលេងជាមួយទេព្រោះមាននៅតែគិតពីยักษ์ថ្មរដូវវស្សាបានមកដល់មេឃប្រែជាខ្មៅហើយភ្លៀងបានទ្រះចុះយ៉ាងខ្លាំងទឹកចាប់ដើមចូលជន់ពេញប្រាសាទលោកគ្រូសុនមានការបារម្ភជាខ្លាំងគាត់បានប្រាប់មៀតថាយើងត្រូវតែទៅកន្លែងផ្សេងដើម្បីជៀសពីទឹកព្រោះទឹកនឹងជន់លិចភូមិនៅពេលដែលមានភ្លៀងធ្លាក់ខ្លាំងភូមិនិងប្រាសាទត្រូវបានបោះបង់ចោលមួយរយៈភ្លៀងនៅតែបន្តភ្លៀងទឹកចេះតែបន្តឡើងខ្ពស់ហើយ